ដោយសារតែខ្ញុំមិនមែនជា fan anime ថាលក្ខណៈថាងប់ងល់ទេអ្នកគ្នាហើយជាមួយនឹង character មួយនេះគឺខ្ញុំអត់ដែលស្គាល់ទេសូម្បីតែឈ្មោះក៏មិនដឹងថាឈ្មោះអីដែរហើយយើងបានដឹងហើយថា Attack on Titan គេបាន collab គ្នាជាមួយនឹង Mobile Legends ដូចគ្នាប៉ុន្តែគឺមានតែ3 character ទេតែនៅក្នុង Honor King គឺដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺចេញមកជាមួយនឹង character មួយទៀតហើយប៉ុន្តែខ្ញុំអត់ទាន់ដឹងថាឈ្មោះអីទេអញ្ចឹងយើងទៅមើលឈ្មោះទាំងអស់គ្នាអញ្ចឹងចំពោះ character មួយហ្នឹងគឺឈ្មោះ Annie ដែលគេ collab គ្នាជាមួយនឹង Mei Yen ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Mei Yen គឺមើលទៅជាមួយនឹង skill combo ដែលគេ collab គ្នាជាមួយនឹង Attack on Titan នេះអូញាក់សាច់តែម្ដងអ្នកគ្នានិយាយទៅគឺ cool ខ្លាំងមែនតើជាមួយនឹង skill effect ណាយើងមើលទៅគឺពេញភ្នែកតែម្ដងសំបីតែ effect ការវាយ basic attack អីអ្នកគ្នាមើលទៅគឺអូយតែជាភ្នែកខ្លាំងមែនតើទៅលើ skill effect ណាហើយយើងមើលទៅពេញចិត្តស្ដោកតែម្ដងអ្នកគ្នាអើយអញ្ចឹងមុននឹងយើងទៅមើលពី skill effect បន្តទៀតសម្រាប់គ្នាយើងអ្នកដែលលេងជាមួយនឹង Honor King ហើយរកកន្លែងដាក់ token ដែលមានតម្លៃសមរម្យនិងសុវត្ថិភាពគឺអ្នកទាំងអស់គ្នាអាចមកដាក់ជាមួយនឹងខ្ញុំបាននិយាយទៅគឺខ្ញុំទទួលដាក់ច្រើនខ្លាំងមែនតើមិនថាពេជ្រ Mobile Legends ពេជ្រ Free Fire UC PUBG មិនថាដាក់ជាមួយនឹង Roblox ទេគឺខ្ញុំមានទទួលដាក់ច្រើនខ្លាំងមែនតើដោយគាត់អ្នកទាំងអស់គ្នាឆាតចូលមកក្នុង Facebook page របស់ខ្ញុំមកហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe នៅលើ YouTube Channel របស់ខ្ញុំម្នាក់មួយផងឬក៏អ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតឥឡូវយើងទៅមើលពី skill effect ទី1វិញម្ដងចំពោះ skill effect ទី1គឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងមើលទៅវាមិនសូវជាមាន effect អីស្អាតទេប៉ុន្តែនៅពេលដែលបុកជាមួយនឹង enemy អ្នកគ្នាគឺអែមខ្លាំងមែនតើហើយយើងមើល skill combo អាពេលរត់ skill ទៅបុកអ្នកគ្នាឲ្យលូតអុកពីលើអារន្ទះជើងណក់មើលទៅគឺតំណែងខ្លាំងមែនតើអ្នកនរគ្នាចឹងអ្នកដែលលេង Mei Yen គឺប្រកាសជាស្គាល់ពី skill របស់ Mei Yen ទេអ្នកគ្នាអានេះគឺជា skill ទី2អ្នកលូតម្លងអីហ្នឹងអានេះគឺជា skill combo អ្នកគ្នានិយាយទៅចំពោះ hero Mei Yen ហ្នឹងគឺ skill វារៀងច្រើនជាងគេអ្នកទាំងអស់គ្នាព្រោះដោយសារតែត្រូវការ combo គ្នាដើម្បីបញ្ចេញ skill នីមួយៗដល់ពេលមើលទៅរៀងវល់តិចអ្នកគ្នាប៉ុន្តែចំពោះ effect skill គឺស្អាតខ្លាំងមែនទែនសូម្បីតែតាណាដែរក៏មាន effect តាមពីក្រោយដែរអ្នកគ្នាមើលទៅគឺតំណែងខ្លាំងមែនទែនអ្នកគ្នាអើយអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Magic នេះ recall អ្នកគ្នាអាមិញ recall អ្នកគ្នាអូអែមកប់តែម្ដងហើយ anime បន្ទាប់នេះគឺជា anime ដែលមានឈ្មោះថា Levi អ្នកគ្នាអញ្ចឹងអ្នកនរគ្នាប្រកាសជាស្គាល់បើនៅក្នុង Mobile Legends គឺគេ collab គ្នាជាមួយនឹង Mati អ្នកគ្នាប៉ុន្តែនៅក្នុង Honor King គឺអត់ទាន់ដឹងថាគេ collab អីទេយើងចាំមើលតិចសិនយើងមើល intro គេបន្តិចទៅអ្នកគ្នាមើលទៅគឺតំណែងខ្លាំងមែនទែនចាំមើលជាមួយនឹង skill effect អីវាស្អាតវាដល់កម្រិតណាអញ្ចឹងណាយើងរងចាំមើលទាំងអស់គ្នាសិនអានេះគឺគេបង្ហាញពី line up អីចឹងណាអានេះ close up line up នេះអ្នកគ្នាគឺគេ collab គ្នាជាមួយនឹង alien អ្នកគ្នានឹងអានត្រូវអត់ទេណា alien តែជាមួយនឹង skill effect នេះមើលទៅគឺតំណែងខ្លាំងមែនតើអ្នកនរគ្នាអើយនិយាយទៅគឺកប់តែម្ដងនេះអូយ effect skill ច្រើនខ្លាំងមែនទែនអញ្ចឹងអា skill effect អ្នកនរគ្នាមុនហ្នឹងគឺឃើញជាមួយនឹង skill combo ទេណាអានេះគឺជាការវាយ basic attack អ្នកគ្នាចំពោះការវាយ basic attack អីជាមួយនឹង passive អីយើងមើលទៅអ្នកគ្នាគឺស្អាតខ្លាំងមែនតើនិយាយទៅគឺដាក់ជាមួយនឹង alien នេះគឺត្រូវតែម្ដងអានេះគឺជា skill ទី1អ្នកគ្នាអូ skill ទី1គេអ្នកគ្នាអូកាប់ដល់ហើយព្រោះដោយសារតែhero alien នេះគឺកាប់ជាមួយនឹង skill ហ្នឹងគឺច្រើនតង់ខ្លាំងមែនទែនជាមួយ effect skill ទី1នេះគឺស្អាតយកតែម្ដងអ្នកគ្នាអើយយើងមើលទៅគឺអានេះខ្ញុំមិនចេះតែនិយាយឬក៏លើកជើងណាតែយើងឃើញជាក់ស្ដែងអ្នកគ្នាមើលទៅគឺស្អាតខ្លាំងមែនទែនគាត់ថា game ប6ហ្នឹងគឺវាស៊ី memory ធំពេកអ្នកគ្នាអានេះគឺជា skill ទី2 skill ទី2 load ចាក់អ្នកគ្នាអូអាពេល load ចាក់ទៅគឺមានអា logo Attack on Titan នៅពីក្រោមជើង enemy ទៀតហើយបើ effect skill ultimate វិញអ្នកគ្នាមើលទៅគឺអូយ cool ខ្លាំងមែនតើអាពេលដែលផ្ទុះមកចេញក្បាលខ្មោចឯអ្នកគ្នាអូយជាតិតែម្ដងអ្នកគ្នាអើយសម្រាប់ពីយើងអ្នកដែលលេងហុកអ្នកគ្នាគឺត្រៀមតលុយទៅព្រោះដោយសារតែការ collab មួយនេះគឺអែមខ្លាំងមែនតើអានេះគឺជា recall របស់គេ recall របស់គេបបោះផ្ទះលាងចានលាងឆ្នាំងទៀតណា
បើទៅតំណឹងមកគេនេះហៅថាសភាពបុរសអ្នកគ្នាអញ្ចឹងចំពោះ skin collab រវាង Attack on Titan ជាមួយនឹង Honor King គឺមានតែប៉ុណ្្នឹងទេដែលខ្ញុំលើកយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញហើយខ្ញុំនឹងព្យាយាមរកវីដេអូថ្មីៗយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញជាពិសេសខ្ញុំឃើញមាន comment គ្នាយ៉ាងថាអូយបងអើយខ្ញុំអត់ស្គាល់ពី item ហ្នឹងអីចឹងណាចឹងខ្ញុំនឹងធ្វើពីវីដេអូពាក់ព័ន្ធជាមួយនឹង item នីមួយៗឲ្យអ្នកទាំងអស់គ្នាបានដឹងដូចគ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច like ចុច subscribe នៅលើ YouTube channel របស់ខ្ញុំម្នាក់មួយផងហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយដូចគ្នាដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ